បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមមក review ពី Apple CarPlay នៅលើ Tesla ហើយមិនមែនតែ Apple CarPlay ទេមាន3 Apple CarPlay Android Auto ហើយនិង Hi Car របស់ Huawei អញ្ចឹងមុខងារនេះគឺវាដំណើរការដូច original របស់ឡានម៉ាស៊ីនអញ្ចឹងហើយវាឃើញមាន app នៅលើនេះអញ្ចឹងរូបនេះរូប CarPlay នេះអញ្ចឹងមក connect ឲ្យវាឡើងពណ៌ដែរ CarPlay តែឥឡូវពណ៌សធម្មតាតែឥឡូវយើងសាក connect ឲ្យមើលចូល CarPlay មកចឹងហើយយើងចូល Bluetooth យើងគាត់តែចាំបន្តិចធ្វើឈ្មោះនេះនេះមកហើយយើង connect វាមក pair low មកតែឥឡូវវា connecting ណាឥឡូវវាឲ្យយើងប្រើ CarPlay នេះចឹងយើង connect CarPlay មកចឹងហើយឥឡូវអានេះសម្រាប់ i26 គឺវាដំណើរការបែបនេះហើយវាពេញអេក្រង់ស្អាតមែនតើហើយបើសិនជាបងប្អូនចង់ប្រើអេក្រង់ពេញនៅខាងនេះក៏បានដែរយើងគាត់តែចូលកន្លែង setting មកអាយ៉ាច្រឡំចូលកន្លែង setting នេះមកយកពាក្យfull screen នេះ full screen ចុចទីនេះមកឲ្យ restart អញ្ចឹងអូខេមកអញ្ចឹងចាំមក plate វានឹងចេញមកពេញអេក្រង់តែម្ដងតែឥឡូវយើងចាំម៉ាស៊ីន restart ទៅ plate ទៅ plate ហើយមួយទៀតថ្ងៃនេះខ្ញុំសូម review ពីដុំ Android នេះអញ្ចឹងមានដុំ Android នេះមួយយើងអាចគាត់ទៅដោតចូលទៅក្នុង USB របស់ឡានរបស់ដុំ CarPlay ហ្នឹងគឺវាមានមុខងារ Android Play YouTube បានលើឡានហ្មងដុំនេះក៏គាត់ទៅដោតចូល USB របស់ដុំ CarPlay ហ្នឹងមាន Type C ហើយនិង Type នេះបើដោតចូលទៅវានឹង load ទាំង Android មក set ហ្មងយើងបើក YouTube លើឡានក៏បានហើយដាក់ SIM បានទៀតដាក់ SIM បានហើយតម្លៃវាត100ជាងឯងហើយតួវាស្អាតហើយឥឡូវខ្ញុំសុទ្ធអត់មានចូលទេតោះឥឡូវយើងមកមើល CarPlay យើងវិញហើយ CarPlay យើងឥឡូវអេក្រង់ពេញណាសាមញ្ញវា restart ប្រហែលជា1នាទីជាងឥឡូវពេល restart នោះគឺពេញអេក្រង់បឹបហ្មងតែមុខងារឡាននៅដែរនេះកុំព្យូទ័រឡានភាគរយថ្មនៅទាំងអស់ហើយវាយើងចង់មើលវាពេញក៏បានចុចនេះមកគឺទៅឡានស៊ីនធម្មតាតែវាយើងចង់មើលអាហ្នឹងចុចកន្លែង CarPlay មកនេះវាពេញធម្មតាពេញអេក្រង់មកចុច map ពេញហ្មងពេញអេក្រង់ហ្មងហើយអាច search ឲ្យបានពេញហ្មងស្លនេះចេះមកអង្គុយ aquarium មកនេះហើយយើង navigate ទៅហ្មងនេះហើយ map ធំខ្លាំងហ្មងហ៎វាស្រួលតារាការហ្មងអញ្ចឹងអេក្រង់15អ៊ីងជាងនេះគឺវាស្រួលមើល map តែមែនទេហើយមួយទៀតមុខងារ Android តែមុខងារ Android ចាំខ្ញុំធ្វើវីដេអូក្រោយឥឡូវយើង review ទៅ CarPlay តែប៉ុណ្ណឹងទេបើបងត្រូវការអាចទៅខ្ញុំបានតម្លៃមានចាប់ពី300ជាងឡើងនិង400ជាងឡើងអរគុណបាយបាយ